បាទទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំពំនាំយករូបមន្តពិសេសមួយនៅក្នុង Google Sheet អញ្ចឹងទាំងអស់គ្នាមួយចំនួនធំធ្លាប់ប្រើ Google Sheet ដែរអញ្ចឹងរូបមន្តថ្ងៃនេះគឺមិនសាមញ្ញហើយក៏វាសាមញ្ញដែរបាទអញ្ចឹងរូបមន្តទី1អ្នកទាំងអស់គ្នាអាចអនុវត្តមកខ្ញុំបានគឺរូបមន្ត concatenate បាទនេះទាំងអស់គ្នាឃើញ concatenate ចុចវាលាប៉ក់មកហើយវាចេញរូបមន្តនេះអញ្ចឹងវាចេញរូបមន្តមក string 1 គឺកលឹមអញ្ចឹងយើងចង់ភ្ជាប់កលឹមមួយណាទៅកលឹមមួយណាកលឹមឈ្មោះមួយណាទៅកលឹមឈ្មោះមួយណាបន្ទាប់មកយើងចុចលើកលឹមនោះមកហើយយើងបិទ comma នេះ comma អ្នកឃើញអញ្ចឹងទី2អញ្ចឹងដោយសារតែវាមានคณิបអញ្ចឹងយើងដាក់ផ្ដាច់វាយើងប្រើថ្មិញកណ្ដុរ2ដងហ្នឹងមកហើយយើងប្រើថ្មិញកណ្ដុរ2ដងហ្នឹងមកបន្ទាប់មកយើងចង់ភ្ជាប់ទៅនឹងកលឹមឈ្មោះមួយណាឧទាហរណ៍ខ្ញុំចំកលឹមឈ្មោះមួយនេះអញ្ចឹងបន្ទាប់មកទៀតគឺយើងចុច comma មកជាការស្រេចហើយបាទ comma ជាការស្រេចហើយអញ្ចឹងអ្នកនរគ្នាអាចមើលទៅវាចុច comma ជាការស្រេចហើយបាទបន្ទាប់មកយើងចុច enter បាទឲ្យ enter បាទអញ្ចឹងទាំងអស់គ្នាអាចអូសវាមកដល់ក្រោមអូសដល់ក្រោមវាចេញឲ្យបាទវាចេញឈ្មោះឲ្យបាទកន្លែងនេះឃើញមានកន្លែងគឺមាន space អញ្ចឹងដោយសារតែយើងអត់ដក clear កន្លែងនេះអញ្ចឹងកន្លែងថ្មីកន្ល2គឺយើងដក clear មកអញ្ចឹងអក្សរគឺវាដក clear ដែរបាទអញ្ចឹងខ្ញុំអូសភាសាទៀតបាទឃើញគឺមានដក clear ហ្នឹងរូបមន្តទី1យើងប្រើរូបមន្តនេះគេ concatenate អញ្ចឹងទី1 concatenate អូខេខ្ញុំ copy រូបមន្តហ្នឹងដាក់លើនេះដើម្បីងាយស្រួលបង្ហាញអ្នកទាំងអស់គ្នាបាទ concatenate រូបមន្តទី2អីគេភ្ជាប់ដែរប្រើ text join បាទ text join នេះអ្នកគ្នាឃើញ text join អញ្ចឹង text join អ្នកគ្នាមើលមកនេះ text join បាទនេះ text join បាទអញ្ចឹង text join រូបមន្តវាអីគេ delimiter អញ្ចឹងទាំងអស់គ្នាអាចប្រើរូបមន្តនឹងមកយើង delimiter គឺការកំណត់អញ្ចឹងយើងនេះខ្ញុំដាក់កន្លែងនេះបាទដាក់ខុសកលឹមអញ្ចឹង text join delimiter គឺយើងដាក់លក្ខខណ្ឌកំណត់ឲ្យវាមកបន្ទាប់មកយើងលក្ខខណ្ឌនេះគេ true បើខុសយើងដាក់លក្ខខណ្ឌ true អញ្ចឹងបានន័យថាបើសិនជានៅក្នុងកលឹមហ្នឹងវាមានតួអក្សរគឺមានតិន័យគឺបានន័យថាវា true បន្ទាប់មកគឺយើងសាច់យកកលឹមណាលេខយកកលឹមណាកលឹមដែលមានឈ្មោះដែលយើងចង់ភ្ជាប់មកបន្ទាប់មកគឺ comma មួយមកកលឹមទី2ដែលយើងចង់ភ្ជាប់អញ្ចឹងមានន័យថាភ្ជាប់ពីឈ្មោះសនេះទៅឈ្មោះលីឡាគឺយើងដាក់តែមួយបាទបន្ទាប់មកគឺយើងចុច comma មកទៅ enter ឃើញទេបងប្អូនវាងាយស្រួលអញ្ចឹងបាទអញ្ចឹងកន្លែងនេះយើងដក clear មកបាទដក clear វាមកឈ្មោះគឺវាដក clear តាមហ្នឹងឃើញទេងាយស្រួលអត់មានវិបាកបន្តិចបាទអញ្ចឹងអានេះរូបមន្ត text join បាទ text join អញ្ចឹង text join បែបណាខ្ញុំtext join បែបណារូបមន្តរបស់វានេះ text join ហើយក៏វាអត់លោតរូបមន្តមកចាំតិចបងប្អូនចាំតិច text join នេះរូបមន្ត text join បាទមួយនេះ text join គឺរូបមន្តបែបនេះអញ្ចឹងខ្ញុំ copy ដាក់លើនេះមកបាទយកពណ៌អក្សរដូចគ្នាបាទរូបមន្តទី3បែបណាដើម្បីភ្ជាប់កលឹមដូចគ្នាដើម្បីភ្ជាប់ពីឈ្មោះមួយទៅឈ្មោះមួយគឺរូបមន្តនេះគឺងាយស្រួលជាងគេហើយសាមញ្ញជាងគេមិនស្មុគស្មាញទេគឺយើងប្រើសញ្ញាស្មើមកបន្ទាប់មកនេះ
យ៉ា sorry យើងដាក់នៅនេះសញ្ញាស្មើមកសញ្ញាស្មើមកបន្ទាប់មកយើងយកនេះយកកលឹមណាដែលយើងចង់ភ្ជាប់ឧទាហរណ៍ថាកលឹម B3 នេះទៅដែរអញ្ចឹងខ្ញុំប្រើសញ្ញាភ្ជាប់វាមកនេះសញ្ញាភ្ជាប់នេះ comma ថ្មិញកដុល2មក comma ភ្ជាប់វាមួយទៀតមកបាទ sorry អត់ comma ទេភ្ជាប់វាសិនបាទភ្ជាប់វាសិនមកបន្ទាប់មកគឺយើងទៅកលិចកលឹមទី C3 នេះមកបាទ enter ទៅជាការស្រេចបាទ enter ជាការស្រេចយើងចង់ឲ្យឈ្មោះនេះដក clear អញ្ចឹងកន្លែងនេះគឺយើងកន្លែងហ្នឹងគឺយើងដក clear វាមកបាទដក clear វាមកជាការស្រេច enter វាមកបាទអ្នកគ្នាឃើញទេអញ្ចឹងឈ្មោះវាដក clear អញ្ចឹងយើងអូសមកក្រោមមកអូសមកក្រោមជាការស្រេចអញ្ចឹងយើងសរុបមកគឺយើងមាន3រូបមន្តដែលអាចភ្ជាប់កលឹមនៅក្នុង Google Sheet បានងាយស្រួលសម្រាប់តួអក្សរអញ្ចឹងទី1យើងប្រើរូបមន្ត concatenate ទី2យើងប្រើរូបមន្ត text join ទី3យើងប្រើរូបមន្តភ្ជាប់បែបនេះបាទភ្ជាប់បែបនេះគឺនេះថា B ប្រហែល B3 រូបមន្តភ្ជាប់មកភ្ជាប់ថ្មិញកដុលភ្ជាប់ទៀតសញ្ញា animal បន្ទាប់មក C3 បាទអញ្ចឹងរូបមន្តបែបបងប្អូនមើលឃើញទេបាទរូបមន្តបែបហ្នឹងបាទអញ្ចឹងយើងបាន3រូបមន្តសំខាន់បាទទាំងអស់គ្នាអាចយកអនុវត្តបានអរគុណច្រើន